សួស្តីបងប្អូនសិស្សនិស្សិតទាំងអស់គ្នាថ្ងៃនេះជួបជាមួយគ្រូសាជាថ្មីម្ដងទៀតហើយក្នុងវីដេអូមួយនេះផងដែរគឺគ្រូមានគោលបំណងក្នុងការចែករំលែកនៅបញ្ញត្តិបន្តទៀតត្រង់ខ្លឹមសារមេរៀនទី2ស្ដីអំពីការបង្កើតថ្មីលើមាតិកាទី2ដែលស្ដីអំពីដើមកំណើតនៃការបង្កើតថ្មីត្រង់ចំណុច 2.3 ស្ដីអំពីរូបអារម្មណ៍ឬមនោគតិអញ្ចឹងមុននឹងគ្រូចែករំលែកបន្តទៅលើបញ្ញត្តិមួយនេះរូបអារម្មណ៍និងមនោគតិនេះគ្រូសូមរំលឹកខ្លឹមសារមេរៀនរបស់យើងបន្តិចទាក់ទងជាមួយនឹងដើមកំណើតនៃការបង្កើតថ្មីចឹងសរុបសេចក្តីមកយោងតាមខ្លឹមសារមេរៀនរបស់យើងដើមកំណើតនៃការបង្កើតថ្មីគឺមានន័យថាអាចមានទៅបានដោយសារតែវាមានកត្តាសំខាន់ចំនួន3យ៉ាងទី1គឺឥន្ទ្រីយអារម្មណ៍ទី2គឺរូបភាពនិងទី3គឺមនោគតិឬក៏រូបអារម្មណ៍ដែលឥន្ទ្រីយអារម្មណ៍គឺសំដៅទៅលើបាតុភូតចិត្តសរីរវិទ្យាដែលកើតឡើងដោយសារតែរំញោចទៅលើសរីរាង្គឥន្ទ្រីណាមួយហើយឥន្ទ្រីយអារម្មណ៍នេះផងដែរកើតឡើងបានគឺដោយសារតែដំណាក់កាល3យ៉ាងទី1គឺដំណាក់រូបវិទ្យាទី2គឺដំណាក់សរីរវិទ្យានិងទី3គឺដំណាក់ចិត្តវិទ្យារីឯរូបភាពគឺសំដៅទៅលើលំនឹកគិតនៃចិត្តឆ្ពោះទៅរកវត្ថុមួយដែលខណៈពេលនេះគឺសរីរាង្គឥន្ទ្រីរបស់យើងមិនបានជួបវត្ថុនោះក្នុងពេលបច្ចុប្បន្ននេះទេក៏ប៉ុន្តែយើងអាចទាញនៅរូបភាពនោះឲ្យលេចឡើងនៅក្នុងគំនិតបានរីឯខ្លឹមសារបន្តចូលទៅខ្លឹមសារនៅក្នុងថ្ងៃនេះផងដែរតែម្ដងគឺទាក់ទងជាមួយនឹងរូបអារម្មណ៍ឬមនោគតិគេថារូបអារម្មណ៍ឬមនោគតិគឺជាសតិសម្រាប់នឹកគិតដោយផ្អែកលើរូបភាពបាទនេះគឺជាខ្លឹមសារទាញចេញពីសភៅសិលធម៌ពលរដ្ឋរបស់យើងតែម្ដងបាទរូបអារម្មណ៍ឬមនោគតិមានន័យថាវាជាសតិបាទវាជាសតិមួយអញ្ចឹងបងប្អូនធ្លាប់ឮនេះហើយធ្លាប់ឮពាក្យថាសតិអីមានន័យថាគឺសតិហ្នឹងគឺសម្រាប់នឹកគិតបាទហើយអ្វីដែលយើងអាចនឹកគិតនឹងទៅបានគឺអាស្រ័យទៅលើរូបភាពហ្នឹងឯងមានន័យថាប្រសិនបើយើងអត់មានរូបភាពដែលលេចឡើងនៅក្នុងគំនិតនោះទេអញ្ចឹងសតិរបស់យើងក៏មិនអាចធ្វើការវិនិច្ឆ័យឬមួយក៏ធ្វើការរំលឹកឡើងវិញឬមួយក៏ធ្វើការបង្កើតអ្វីមួយថ្មីបានដែរអញ្ចឹងសរុបសេចក្តីមកវិញរូបអារម្មណ៍ឬក៏មនោគតិគឺសំដៅទៅលើសតិដែលសម្រាប់នឹកគិតទៅលើរូបភាពហើយយើងតាមការសិក្សាមកយើងធ្លាប់ដឹងហើយថារូបភាពអាចកើតមានឡើងបានគឺដោយសារតែធ្លាប់ឆ្លងកាត់នៅឥន្ទ្រីយអារម្មណ៍ហ្នឹងឯងអញ្ចឹងសរុបសេចក្តីមកវិញអាបញ្ញត្តិ3ហ្នឹងគឺវាបតិកលាគ្នាទី1គឺយើងមានឥន្ទ្រីយអារម្មណ៍ចេញពីឥន្ទ្រីយអារម្មណ៍មកគឺយើងមានរូបភាពចេញពីរូបភាពមកគឺយើងមានរូបអារម្មណ៍ឬក៏មនោគតិហ្នឹងឯងមានន័យថាប្រសិនបើមិនមានឥន្ទ្រីយអារម្មណ៍រូបភាពក៏មិនអាចកើតមានបានដែរហើយប្រសិនបើមិនមានរូបភាពរូបអារម្មណ៍ឬក៏មនោគតិក៏មិនអាចកើតមានដែរមូលហេតុអ្វីបានអញ្ចឹងព្រោះថារូបអារម្មណ៍ឬមនោគតិគឺសំដៅទៅលើសតិសម្រាប់នឹកដល់រូបភាពទាំងឡាយបាទដែលមាននៅក្នុងគំនិតរបស់យើងនៅក្នុងខ្លឹមសារនៃសភៅសិលធម៌រដ្ឋរបស់យើងទៀតលោកបានចែករូបអារម្មណ៍ឬមនោគតិនេះជា2ពោលគឺមនោគតិរំលឹកឡើងវិញនិងមនោគតិបង្កើតអ្វីទៅជាមនោគតិរំលឹកឡើងវិញអញ្ចឹងមនោគតិរំលឹកឡើងវិញនេះគេថាវាជារូបភាពនៃព្រឹត្តិការណ៍ដែលកន្លងទៅហើយយើងអាចរំលឹកវាឡើងវិញធ្វើឲ្យវាលេចឡើងនៅក្នុងអារម្មណ៍ថាហាក់ដូចជានៅថ្មីបាទហ្នឹងគេឲ្យឈ្មោះថាមនោគតិរំលឹកឡើងវិញតួយ៉ាងឧទាហរណ៍យ៉ាងម៉េចឧទាហរណ៍យើងបច្ចុប្បន្ននេះយើងចម្រើនវ័យរៀនដល់ថ្នាក់ទី12ទាំងអស់គ្នាអញ្ចឹងទៅបងប្អូនសំដែងជាសិស្សានុសិស្សអញ្ចឹងបងប្អូនអាចតាមរយៈមនោគតិឬរូបអារម្មណ៍របស់បងប្អូនគឺបងប្អូនអាចរំលឹកឡើងវិញនៅរាល់អតីតកាលរបស់បងប្អូនបានឧទាហរណ៍កាលពីកុមារភាពដ៏យូរលង់ណាស់មកហើយគឺបងប្អូនអាចរំលឹកវាមកឲ្យព្រឹត្តិការណ៍ហ្នឹងឲ្យរូបភាពហ្នឹងដែលដកចប់នៅក្នុងចិត្តនៅក្នុងគំនិតរបស់យើងឲ្យវាលេចឡើងហាក់ដូចជារឿងហ្នឹងទើបតែកើតថ្មីបាទហ្នឹងគឺជាសមត្ថភាពនៃគេជាសមត្ថភាពនៃមនោគតិរំលឹកឡើងវិញហ្នឹងឯងរីឯចំណុចទី2គឺទាក់ទងជាមួយនឹងមនោគតិបង្កើតអញ្ចឹងនៅក្នុងខ្លឹមសារមនោគតិបង្កើតលោកបានបង្ហាញថាម៉េចវាជាសកម្មភាពរបស់ចិត្តដែលបំបែករូបភាពទាំងឡាយដែលមានក្នុងលំនឹកមកធ្វើសង្យោគដើម្បីឲ្យវាបានចេញជារូបភាពថ្មីណាអញ្ចឹងមនោគតិបង្កើតវាទាក់ទងជាមួយនឹងការទាញយកព្រឹត្តិការណ៍ឬក៏ទាញយករូបភាពហ្នឹងយកមកសង្យោគចូលគ្នា
បន្ទាប់ពីសង្យោគចូលគ្នាហើយបំបែកចេញទៅជាគំនិតថ្មីមួយដែលគេឲ្យឈ្មោះថាការបង្កើតថ្មីហ្នឹងឯងអញ្ចឹងសរុបសេចក្តីមកវិញដើមកំណើតនៃការបង្កើតថ្មីគឺវាអាចកើតឡើងទៅបានគឺដោយសារអីគេទី1គឺឥន្ទ្រីយអារម្មណ៍ទី2គឺរូបភាពនិងទី3គឺរូបអារម្មណ៍ឬមនោគតិដែលមនោគតិនេះទៀតសោតប្រសិនបើមិនមានមនោគតិបង្កើតទេក៏មិនអាចមានការបង្កើតថ្មីបានដែរអញ្ចឹងដល់តែមនុស្សមានមនោគតិបង្កើតទើបឈានឆ្ពោះទៅរកការបង្កើតថ្មីទៅបានក៏ប៉ុន្តែមនោគតិបង្កើតនេះលោកត្រូវបានគេបែងចែកលោកបានបែងចែកជា3សន្តានទៀតទី1គឺសន្តានជំងឺទី2គឺសន្តានចន្ទទាបនិងទី3គឺសន្តានចន្ទពោះបាទសន្តានជំងឺជាអ្វីសន្តានជំងឺមានន័យថាមនោគតិរបស់យើងហ្នឹងមនោគតិបង្កើតរបស់យើងហ្នឹងគឺវាមាននៅជំងឺរូបអារម្មណ៍មួយចំនួនតើជំងឺរូបអារម្មណ៍ហ្នឹងយ៉ាងម៉េចជំងឺរូបអារម្មណ៍គឺមានដូចជាការមមាលឬទេវនិទានទម្លាប់បាទទេវនិទានទម្លាប់មានន័យថាមនុស្សយើងប្រសិនបើមានការមមាលបាទមមាលធ្វើអីមួយចឹងទៅឬក៏ទេវនិទានទម្លាប់យើងនឹកឃើញចេះតែសម័យយើងនិយាយរឿងនេះរឿងនោះដោយមិនបានគ្រប់គ្រងចិត្តគំនិតរបស់យើងបានហើយអាគំនិតហ្នឹងវាចិត្តតែលេចឡើងទេវនិទានទម្លាប់និយាយអំពីអរុក្ខរៈអ្នកតាទេវតាព្រៃភ្នំខ្មោចព្រៃពិសាចឃើញសមោលអីជាដើមហ្នឹងចេះតានិទានទៅតែម្នាក់ឯងអញ្ចឹងអាហ្នឹងហើយគឺជាមនោគតិបង្កើតប៉ុន្តែវាស្ថិតនៅក្នុងស្ថានជំងឺរីឯចំណុចមួយទៀតមនោគតិបង្កើតឯងគឺស្ថិតនៅក្នុងសន្តានចន្ទទាបអញ្ចឹងស្ថានចន្ទទាបមនុស្សម្នាក់គឺយើងមានគ្រប់គ្នាឧទាហរណ៍ដូចជាគេការយល់សប្តិបាទការយល់សប្តិអញ្ចឹងយើងរូបភាពហ្នឹងគឺវាលេចឡើងនៅក្នុងសុបិនរបស់យើងក្តីសុបិនរបស់យើងដែលរូបភាពនៅក្នុងសុបិនរបស់យើងហ្នឹងគឺជារូបភាពនៃមនោគតិឬរូបអារម្មណ៍ដែលលេចឡើងនៅក្នុងគំនិតខណៈពេលនោះគឺមិនត្រូវបានត្រួតពិនិត្យដោយខួរក្បាលរបស់យើងទេអញ្ចឹងអាហ្នឹងវាស្ថិតនៅក្នុងអីគេវាស្ថិតនៅក្នុងមនោគតិប៉ុន្តែនៅក្នុងសន្តានចន្ទទាបចំណុចចុងក្រោយគឺមនោគតិរំលឹកឡើងវិញសំទោសមនោគតិបង្កើតដែរប៉ុន្តែវាស្ថិតនៅក្នុងសន្តានចន្ទពោះមានន័យថានៅពេលដែលមនុស្សយើងមានមនោគតិហើយយើងអាចយកមនោគតិនោះឲ្យវាស្ថិតនៅក្នុងសន្តានចន្ទពោះគឺជាលទ្ធផលចុងក្រោយនៃការបង្កើតថ្មីតែម្ដងមានន័យថាសន្តានចន្ទពោះហ្នឹងមានន័យថារូបភាពទាំងឡាយដែលលេចឡើងនៅក្នុងគំនិតគឺត្រូវបានត្រួតពិនិត្យដោយវិចារណញ្ញាណរបស់យើងដោយគំនិតរបស់យើងដូច្នេះរាល់គំនិតច្នៃប្រឌិតទាំងអស់ដែលលេចឡើងនៅក្នុងគំនិតគឺយើងធ្វើការត្រេះរិះធ្វើការពិចារណាធ្វើការត្រួតពិនិត្យធ្វើការគូសវាសធ្វើការដាក់ផែនការដាក់គោលដៅដាក់អីជាដើមហ្នឹងទាំងអស់ហ្នឹងគឺជាលទ្ធភាពឬក៏ជាសមត្ថភាពនៃមនោគតិរបស់មនុស្សយើងឯងជាមនោគតិបង្កើតដែលស្ថិតនៅក្នុងសន្តានចន្ទខ្ពស់បាទអញ្ចឹងសរុបសេចក្តីមកវិញតកតងជាមួយនឹងរូបអារម្មណ៍ឬមនោគតិសរុបសេចក្តីមកវិញវាគឺជាសតិបាទសម្រាប់នឹកគិតដោយផ្អែកទៅលើរូបភាពបាទជាសតិណាសតិរបស់យើងនឹងសម្រាប់នឹកគិតទៅលើអ្វីមួយប៉ុន្តែការនឹកគិតនោះគឺដោយផ្អែកទៅលើរូបភាពក៏ប៉ុន្តែរូបអារម្មណ៍ឬមនោគតិនេះត្រូវបានគេបែងចែកជា3សន្តានគឺសន្តានជំងឺសន្តានចន្ទទាបនិងសន្តានចន្ទពោះសន្តានជំងឺមានន័យថាមនុស្សយើងគឺមានជំងឺរូបអារម្មណ៍បាទដូចជាការមមាឬក៏ទេវនិទានទម្លាប់បាទនិងសន្តានចន្ទទាបគឺតកតងជាមួយនឹងការយល់សប្តិឬការរវល់រវាយនិងទី3គឺសន្តានចន្ទពោះមានន័យថាសតិរបស់យើងនឹងគិតដោយផ្អែកលើរូបភាពហើយអាគំនិតនោះអាការគិតនោះគឺវាស្ថិតក្រោមការគ្រប់គ្រងរបស់វិចារណញ្ញាណដូច្នេះសរុបសេចក្តីមកវិញត្រង់បញ្ញត្តិរូបអារម្មណ៍ឬមនោគតិគ្រូសូមចែករំលែកត្រឹមតែប៉ុណ្្នឹងចុះហើយគ្រូក៏ចង់ទាញសេចក្តីថាដើមកំណើតនៃការបង្កើតថ្មីគឺកើតឡើងដោយកត្តាសំខាន់3យ៉ាងនឹងឯងដែលមិនអាចគេចផុតបានទេដែលទី1នោះគឺតកតងជាមួយនឹងឥន្ទ្រីយអារម្មណ៍ទី2គឺរូបភាពនិងទី3គឺមនោគតិហើយក្នុងមនោគតិនេះសោតត្រូវបានគេបែងចែកជា2គឺមនោគតិរំលឹកឡើងវិញនិងមនោគតិបង្កើតមនោគតិរំលឹកឡើងវិញគឺយើងគ្រាន់តែអាចមានសមត្ថភាពក្នុងការរំលឹកឡើងវិញនៅរាល់រឿងរ៉ាវហេតុការណ៍ទាំងឡាយដែលបានកើតឡើងនៅក្នុងជីវិតរបស់យើងឲ្យវាហាក់ដូចជានៅថ្មីឯមនោគតិបង្កើតគឺជាសមត្ថភាពនៃគំនិតរបស់យើង
ប្រសិនបើយើងមានមនោគតិបង្កើតហើយស្ថិតក្នុងសន្តានជាន់ខ្ពស់យើងអាចនឹងមានលទ្ធភាពផ្លាយទៅជាអ្នកបង្កើតថ្មីតែម្ដងព្រោះអីព្រោះរាល់គំនិតវិចារណគំនិតរបស់យើងទាំងអស់ដែលស្ថិតនៅក្នុងស្ថានជាន់ខ្ពស់គឺស្ថិតក្រោមការគ្រប់គ្រងរបស់វិចារណញ្ញាណបាទដូច្នេះខ្លឹមសារនៃវីដេអូនេះគ្រូសូមចែករំលែកត្រឹមតែប៉ុណ្្នឹងចុះហើយបើសិនបងប្អូនយល់ថាវីដេអូនេះមានតម្លៃនិងជាគតិក្នុងការសិក្សាបងប្អូននៅលើមុខវិជ្ជាសិលធម៌ពលរដ្ឋវិជ្ជាសូមបងប្អូនចុច like ចុច share ទៅកាន់មិត្តភ័ក្តិបន្តដើម្បីឲ្យគាត់បានសិក្សាស្វែងយល់ទាំងអស់គ្នាហើយក៏គ្រូក៏សូមជូនពរដល់បងប្អូនដែលស្រឡាញ់មុខវិជ្ជាសិលធម៌ពលរដ្ឋនិងប្រឹងប្រែងសិក្សារៀនសូត្រទាំងអស់ឲ្យទទួលបានជោគជ័យក្នុងវិថីនៃការសិក្សាបងប្អូនបាទសូមអរគុណ